ប្រទេសចំនួន39ក្នុងពិភពលោកមានប្រទេសមហាអំណាចចំនួន4រួមមានសហរដ្ឋអាមេរិកអង់គ្លេសបារាំងជប៉ុននិងសហព័ន្ធអាល្លឺម៉ង់និងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកទាំងអស់បានចេញសេចក្តីប្រកាសរួមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយក្នុងសេចក្តីប្រកាសនោះពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាយើងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយប្រទេសនិងប្រជាជនកម្ពុជាក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សដូច្នេះសូមអស់លោកអ្នកស្ដាប់នៅការប្រែសម្រួលក្រៅផ្លូវការដូចតទៅសេចក្តីប្រកាសរួមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្លែងដោយលោកឯកអគ្គរដ្ឋទូត Keith Harper តំណាងសហរដ្ឋអាមេរិកប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជូនចំពោះលោកប្រធានខ្ញុំមានកិត្តិយសសូមអានសេចក្តីប្រកាសនេះតាំងនាមឲ្យរដ្ឋចំនួន39ដែលរួមមានប្រទេសអាល់បានីអូស្ត្រាលីជប៉ុនកាណាដាម៉ាសេដូនីណ័រវេសស្វីសប្រទេសចំនួន28ជាសមាជិកនៃសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកយើងកត់សម្គាល់ឃើញថាការបដិញ្ញាចិត្តរបស់ប្រទេសកម្ពុជានៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងការរក្សានិងការពាររបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកដែលធានាសិទ្ធិមនុស្សនិងការគោរពច្បាប់យើងទទួលស្គាល់ប្រវត្តិនៃប្រទេសកម្ពុជាក្នុងការធ្វើសហប្រតិបត្តិការជាមួយយន្តការនៃអង្គការសហប្រជាជាតិនិងកាតព្វកិច្ចនិងការបដិញ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសកម្ពុជាចំពោះសិទ្ធិមនុស្សដោយដែលត្រូវបានស្ដែងឲ្យឃើញតាមរយៈការគ្រប់គ្រងរបស់ខ្លួនចំពោះការបង្កើតការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជានិងតាមរយៈឲ្យសច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្សយើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុសារណៈនៃការយោគយល់ជាមួយការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិយើងទទួលស្គាល់ផងដែរនៅជំហានដែលប្រទេសកម្ពុជាបានប្រកាន់យកក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនីតិវិធីក្នុងការបោះឆ្នោតនិងការចុះឈ្មោះអ្នកបោះឆ្នោតដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទិននឹងការបោះឆ្នោតឆ្នាំ2013ទោះបីមានជំហានវិជ្ជមានទាំងនេះក្តីក៏យើងនៅកត់សម្គាល់ឃើញពីកង្វល់សម្ដែងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះស្ដីពីឧបសគ្គថ្មីចំពោះសិទ្ធិក្នុងការសម្ដែងមតិសិទ្ធិក្នុងការធ្វើការប្រមូលផ្ដុំគ្នាដោយសន្តិភាពនិងសិទ្ធិក្នុងការចូលរួមគ្នាជាក្រុមសមាគមយើងគាំទ្រការអំពាវនាវរបស់ពួកគេដែលសុំឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសមានភាពអនុគ្រោះនិងប្រកបដោយសុវត្ថិភាពសម្រាប់សង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្សដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់ឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវហើយនាំមកនៅផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូលយើងនិងអគ្គលេខាធិការមានបំណងដូចគ្នាក្នុងការចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តឡើងវិញនៅការសន្ទនានយោបាយហើយធានាឲ្យមានការគោរពយ៉ាងពេញលេញចំពោះសិទ្ធិមនុស្សរួមទាំងសេរីភាពនៃការបញ្ចេញមតិសេរីភាពនៃការចងក្រងគ្នាជាក្រុមជាសមាគមនិងសេរីភាពក្នុងការប្រមូលផ្ដុំគ្នាយើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៅពេលនេះនៃភាពតានតឹងនយោបាយនៅកម្ពុជាដែលជាការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបកប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្សយើងមានកង្វល់ជាពិសេសដោយមើលឃើញថាមានការប្តឹងទៅតុលាការដោយមិនទំនងប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាលយើងមានកង្វល់ដូចគ្នានេះផងដែរពីស្ថានភាពនៃវប្បធម៌សន្តានារវាងគណៈបកនយោបាយធំជាងគេទាំងពីរដែលឈប់មានដំណើរការទៅមុខយើងសោកស្ដាយចំពោះការធ្វើឃាតក្នុងពេលថ្មីនេះលើរូបលោកកែមលីដែលជាអ្នកធ្វើអត្ថាធិប្បាយនិងជាអ្នកវិភាគម្នាក់ហើយក៏សម្គាល់ឃើញនៅការដែលបទឧក្រិដ្ឋនេះនាំឲ្យសង្គមស៊ីវិលនិងសម្លេងឯករាជ្យនៅកម្ពុជាមានការភ័យខ្លាចយើងសូមអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញនិងដោយតម្លាភាពចំពោះការស្លាប់របស់លោកកែមលីជារួមយើងសូមអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ធ្វើការដើម្បីបន្ថយការកើនឡើងនៃភាពតានតឹងហើយបង្កើតការទុកចិត្តគ្នាយើងសូមអំពាវនាវឲ្យរដ្ឋាភិបាលខិតខំជាអតិបរមាដើម្បីបង្កើតឲ្យមានបរិយាកាសនយោបាយមួយដែលក្នុងនោះគណៈបកប្រឆាំងនិងអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរីយើងសូមអំពាវនាវផងដែរឲ្យប្រទេសកម្ពុជាគោរពការបដិញ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិក្នុងការធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ
យើងត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសនិងប្រជាជនកម្ពុជាក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សប្រទេសអ៊ុយក្រែននិងប្រទេស Liechtenstein បានគាំទ្រសេចក្តីប្រកាសនេះបន្ទាប់ពីត្រូវបានថ្លែងចប់ដោយឡែកលោកបានគិនមូនអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានធ្វើការអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដំណើរគ្នាដែលស្ថានភាពនយោបាយតានតឹងខ្លាំងក្នុងប្រទេសកម្ពុជាដែលគេមើលឃើញថាមានការរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិនិងព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សអ្នកនាំពាក្យអសបនាងអេរីកានីកូបានថ្លែងប្រាប់ VOA ផ្នែកខេមរៈភាសាតាមសារអេឡិចត្រូនិកថាលោកអគ្គលេខាធិការអសបបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តក្នុងប្រទេសកម្ពុជាលោកបានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញនៅកម្ពុជារួមទាំងសិទ្ធិបញ្ចេញមតិសិទ្ធិតវ៉ាដោយអហិង្សាហើយនិងសិទ្ធិជួបជុំ